បានសួស្តីដល់កូនសិស្សទាំងអស់គ្នានេះតកតងទៅនឹងការប្រឡងប្រចាំខែកក្កដាតកតងទៅនឹងមុខវិជ្ជាសិក្សាសង្គមអញ្ចឹងយើងមើលសំណួរទី1យើងគឺតកតងទៅនឹងទី1គេឲ្យចូលជ្រើសរើសចម្លើយត្រឹមត្រូវប្រទេសនៅអាស៊ីអាគ្នេយ៍អញ្ចឹងតើរាជធានីវៀងច័ន្ទជារាជធានីនៃប្រទេសណាអញ្ចឹងដោយសារនៅក្នុងនេះគេដាក់រូបភាពឲ្យហើយអញ្ចឹងយើងអាចដឹងហើយថាប្រទេសណាគឺប្រទេសឡាវអញ្ចឹងយើងទៅសំណួរបន្ទាប់ទី2គឺសម័យចតុមុខនិងការជ្រៀតជ្រែកពីបរទេសអញ្ចឹងផ្អែកលើអុកញ៉ាតើព្រះបាទសុគន្ធបុត្រមានគោលបំណងអ្វីក្នុងការគ្រប់គ្រងរដ្ឋបាលអញ្ចឹងចម្លើយរបស់យើងគឺពង្រឹងការគ្រប់គ្រងទឹកដីដោយសារយើងច្រើនសំណួរអញ្ចឹងយើងអាចសង្ខេបតិចតិចទៅហើយតកតងនឹងទី3គេសួរហ្សាកាតាអញ្ចឹងស្ថិតនៅក្នុងជារាជធានីនៃប្រទេសណាអញ្ចឹងឥណ្ឌូនេស៊ីដោយសារនៅក្នុងនេះរូបភាពនេះគេបញ្ជាក់ឲ្យយើងហ្នឹងគឺយើងអាចមើលទៅនេះគឺឥណ្ឌូនេស៊ីអញ្ចឹងយើងធីកឥណ្ឌូនេស៊ីមកអូខេសំណួរបន្ទាប់ប្រទេសនៅអាស៊ីអាគ្នេយ៍អញ្ចឹងតើប្រទេសឡាវមានផ្ទៃដីប៉ុន្មានអញ្ចឹងយើងឆ្លើយមកគឺ236800នេះចម្លើយរបស់យើងហើយទី5ប្រទេសទីមខាងកើតមានផ្ទៃដីប៉ុន្មានអញ្ចឹងនេះចម្លើយរបស់យើងវាមានស្រាប់ហើយអញ្ចឹងយើងធីកនេះមកអញ្ចឹងសិក្សាសង្គមដូចជារៀងស្រួលដែរគេសួរថាក្នុងចំណោមប្រទេសទាំង4ខាងលើតើប្រទេសណាដែលមានផ្ទៃដីធំជាងគេអញ្ចឹងយើងអាចមើលដឹងហើយគឺឥណ្ឌូនេស៊ីអញ្ចឹងយើងឆ្លើយឥណ្ឌូនេស៊ីមកហើយសំណួរទី7ឌីលីហ្នឹងតើអ្នកត្រូវទៅប្រទេសណាឌីលីគឺទីមខាងកើតនេះចម្លើយរបស់យើងទី8អ្នកតូចជាងគេគឺទីមខាងកើតតដែរប្រទេសណាដែលតូចជាងគេនៅបនស៊ីអាគ្នេយ៍ទី9ចូលជ្រើចម្លើយត្រឹមត្រូវអញ្ចឹងមានវងភ្លេងយីគេប្រាប់នៅក្នុងនឹងហើយអញ្ចឹងសំណួរគេសួរថាក្នុងចំណោមឧបករណ៍ខាងក្រោមតើឧបករណ៍មួយណាដែលប្រើក្នុងវងភ្លេងល្ខោនបាសាក់អញ្ចឹងយើងមើលមកនេះគឺខំតូចអញ្ចឹងយើងធីកកន្លែងហ្នឹងមកហើយអញ្ចឹងតដែរគេសួរអញ្ចឹងនេះមាន UK2 ទៅ12អមដោយត្រអ៊ូសាឡៃទី11តដែរទេទី1កើតទី13វងភ្លេង
ភាពអ៊ូអរនិងចង្វាក់ញាប់គឺល្ខោនបាសាក់ទី14តើភ្លុងវងភ្លេងយីកេប្រើប្រាស់ស្គរយីកេរហូតទៅដល់12បង្កើតចង្វាក់ប្លែកៗតាមសាច់រឿងអូខេត្រូវតទៀតទី15អឺតើអ្នកអាចជួយលើកកម្ពស់វង់ភ្លេងបុរាណខ្មែរតាមវិធីណាអញ្ចឹងគឺចូលរួមថែរក្សាឧបករណ៍ភ្លេងខ្មែរតើការដាក់បង្ហាញវង់ភ្លេងបុរាណក្នុងសាលារៀនមានសារៈសំខាន់ដូចម្តេចគឺឲ្យសិស្សស្គាល់និងចូលរួមគ្នាថែរក្សាវប្បធម៌ដូនតាអូខេទី17ក្នុងការសម្ដែងល្ខោនបាសាក់តើពិធីមួយណាដែលសិល្បករសូត្រមន្តសូមសេចក្តីសុខមុនសម្ដែងហោមរោងពិធីហោមរោងក្នុងការសម្ដែងល្ខោនបាសាក់តើពេលណាដែលតួឯកចេញមកច្រៀងដើម្បីគោរពភ្ញៀវនិងប្រាប់ឈ្មោះរឿងគឺពិធីឡុងឆាកទី19ក្នុងការសម្ដែងល្ខោនបាសាក់តើការប្រកាន់ភ្ជាប់នៅដំណាក់កាលទី4នេះបង្ហាញពីការគោរពគ្រូនិងវិន័យទី20មានន័យថាតើសកម្មភាពណាដែលឆ្លុះបញ្ចាំងពីការអនុវត្តវិន័យក្នុងការសម្ដែងល្ខោនបាសាក់ការអនុវត្តតាមដំណាក់កាលទាំង4ទី12ក្នុងល្ខោនបាសាក់តើតួអង្គសម្ដែងរឿងដោយប្រើប្រាស់បទចម្រៀងដូចម្ដេចគឺបទចម្រៀងចម្រុះតើការគោរពទស្សនិកជនរបស់សិល្បករបង្ហាញពីអ្វីចឹងបង្ហាញការផ្ដល់កិត្តិយសនិងការដឹងគុណអ្នកទស្សនាចំណុចណាបង្ហាញថាល្ខោនបាសាក់មានលក្ខណៈចម្រុះវប្បធម៌មានបទចម្រៀងរបស់ជាតិសាសន៍ផ្សេងៗទី24តើការរក្សាសិល្បៈបុរាណផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់ប្រទេសជាតិគឺរក្សាអត្តសញ្ញាណជាតិនិងសាមគ្គីភាពទី25តើព្រះមហាក្សត្រអង្គណាដែលលើករាជធានីមកតាំងនៅក្រុងចតុមុខគឺព្រះបាទពន្យាយ៉ាតតើព្រះបាទនរារាជាបានកសាងព្រះចេតិយនៅទីណាអញ្ចឹងនេះវត្តភ្នំចឹងយើងអាចអានទៅមានចំណាំហើយទី27តើព្រះបាទសុគន្ធបុត្រជាបុត្រព្រះមហាក្សត្រអង្គណាអញ្ចឹងធម្មរាជាសំណួរបន្ទាប់ក្នុងសម័យចតុមុខចំនួនតំបន់ចំនួនដណ្ដើមរាជបានធ្វើឲ្យទឹកដីត្រូវបានបែងចែកជាប៉ុន្មានតំបន់គឺ3តំបន់ដោយសារនៅក្នុងនេះគេប្រាប់យ៉ាងអីនេះ
ហេតុអ្វីបានជាព្រះបាទធម្មរាជាស្នើសុំជំនួយពីប្រទេសសៀមសង្គ្រាមផ្ទៃក្នុងរ៉ាំរ៉ៃយើងអាចឆ្លើយយ៉ាងមកសំណួរទី30តើការសុំជំនួយពីសៀមបណ្ដាលឲ្យមានផលវិបាកអ្វីខ្លះបរទេសឈិតជ្រែកផ្ទៃក្នុងនិងបាត់បង់ទឹកដីតើការសម្រេចចិត្តពឹងពាក់បរទេសក្នុងសម័យនោះបង្ហាញពីអ្វីបង្ហាញពីការដោះស្រាយបញ្ហាផ្ទៃក្នុងតើព្រឹត្តិការណ៍ដែលស្ដេចកនប្រើឧបាយកលប្រឆាំងនឹងព្រះបាទសុគន្ធបុត្របង្ហាញពីអ្វីការចង់ដណ្ដើមអំណាចអញ្ចឹងយើងនេះទៅ take ឯហ្នឹងមកសំណួរទី33អញ្ចឹងនៅក្នុងហ្នឹងគេថាអីគេតើនាយកនតើនាយកនអីគេបានធ្វើគុតព្រះបាទសុគន្ធបុត្រនៅឆ្នាំណាអញ្ចឹងនៅក្នុងហ្នឹងគេប្រាប់ហើយគឺ1512សំណួរទី34ក្រោយឡើងសោយរាជ្យតើនាយកនបានដាក់ព្រះនាមថាដូចម្ដេចព្រះស្រីចេថាធិរាជចេស្តាធិរាជទី35គេសួរថាតើព្រះបាទច័ន្ទរាជាលើកទ័ពមកតស៊ូដណ្ដើមរាជនៅឆ្នាំណាអញ្ចឹងគឺនៅឆ្នាំ1516ទី36ស្ដេចកនហេតុអ្វីបានជាព្រះច័ន្ទរាជាសម្រេចចិត្តលើកទ័ពមកកម្ពុជាវិញស្ដេចកនធ្វើគុតព្រះរាមទី37តើព្រឹត្តិការណ៍នៅឆ្នាំ1525បញ្ជាក់ពីអ្វីពីការចាប់ខ្លួនស្ដេចកនព្រះរាមត្រូវបានសីកនធ្វើគុតក៏បានលើកទ័ពមកដណ្ដើមឆ្នាំចឹងប្រហារជីវិតទី39តើព្រឹត្តិការណ៍ណាមួយកើតឡើងក្នុងចន្លោះសម័យកាល1512ដល់1516គឺស្ដេចកនឡើងសោយរាជ្យសំណួរទី40ឆាបឆឹងប៉ាន់ប៉ោហ្នឹងគឺគេ Lakhon Basak នេះជាចម្លើយរបស់យើង